ចឹងឲ្យបងយល់ថាពេលខ្លះបងពាក់មួកអីបងត្រូវបំរើតួនាទីហ្នឹងគួយកៅអីនេះបងត្រូវប្រើតួនាទីអីចេញផុតពីកៅអីហ្នឹងបងត្រូវប្រើតួនាទីអី manager ខ្ញុំនិយាយប្រាប់បងមិញជាមនុស្សដែលមានសមត្ថភាពចាត់ចែង leader អត់ទេ leader ប្រើឥទ្ធិពលយើងជាអ្នកដឹកនាំយើងត្រូវតែ inspire បុគ្គលិកត្រូវតែលើកទឹកចិត្តអ្នកគ្រប់គ្រងត្រូវតែកំណត់យកលទ្ធផលឲ្យបានពេលខ្លះយើងបុគ្គលិកយើងក៏ down យើងចង់ inspire គាត់តែពេលខ្លះយើងចង់ប្រើអាការកំណត់មានន័យថាយើងស្ដីឲ្យគាត់ដាក់កំហិតលើគាត់ណាខ្ញុំចង់សួរគ្រូថាយើងអាចច្បាច់បញ្ចូលគ្នាអត់បងប្អូននិយាយពី Snow totally different តែធ្វើឲ្យមនុស្សច្រឡំដោយសារវាមានកន្លែងដូចគ្នាវាកន្លែងណា soft skill ទេដែលដូចគ្នាតែ hard skill ខុសគ្នាដាច់មកអញ្ចឹងបងប្អូនសួរថាពេលខ្លះបងប្អូនជា manager តែពេលខ្លះបងប្អូនជា leader yes ប៉ុន្តែពេលដែលបងប្អូនដើរតួជា leader បងប្អូនត្រូវដកមួក manager ចេញហើយពេលដែលបងប្អូនដើរតួជា manager បងប្អូនដកមួក leader ចេញឥឡូវដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងថានៅពេលដែលខ្ញុំមកនេះកំពុងខ្ញុំនិយាយនេះគឺខ្ញុំមានឋានៈជាសាស្ត្រាចារ្យ yes ពាក់មួកសាស្ត្រាចារ្យចូលប៉ុន្តែថ្ងៃនេះទៅដល់ផ្ទះវិញមិនអាចជាខ្ញុំកញ្ចេះកូនណាមិនជាសាស្ត្រាចារ្យទៀតទេណាបាទដកមួកចេញបាត់ហើយទៅបំរើកូនទៅវិញតោះទេបងអញ្ចឹងឲ្យបងយល់ថាពេលខ្លះបងពាក់មួកអីបងត្រូវបំរើតួនាទីហ្នឹងគួយកៅអីនេះបងត្រូវប្រើតួនាទីអីចេញផុតពីកៅអីហ្នឹងបងត្រូវប្រើតួនាទីអីអញ្ចឹងខ្ញុំចង់ឲ្យនិយមន័យវិញបងថ្ងៃនេះបងប្អូនសួរខ្ញុំអ្នកដឹកនាំតែពាក្យ3ហ្នឹងខ្មែរអ្នកដឹកនាំពេលដែលបងប្អូនខ្លាយទៅជាអ្នកដឹកនាំអ្នកហ្នឹងគឺជាមនុស្សដែលមានឥទ្ធិពលបងឃើញខុសពី manager ខ្ញុំនិយាយប្រាប់បងប្អូនមិញជាមនុស្សដែលមានសមត្ថភាពចាត់ចែង leader អត់ទេ leader ប្រើឥទ្ធិពលឃើញទេគឺជាមនុស្សដែលមានឥទ្ធិពលតែទៅដឹកគេមានន័យថាម៉េចគេព្រមឲ្យយើងដឹកហេតុអីបានគេព្រមឲ្យយើងដឹកដោយសារគេមើលឃើញយើងជាមនុស្សដែលមានឥទ្ធិពលដែលគេគ្មានហើយមានតែអូននេះដែលមានហើយអាចនាំគេសង្ឃឹមថាបើគេឲ្យប្អូនដឹកគេសង្ឃឹមថានឹងនាំប្អូនទៅដល់អីទៅដល់គោលដៅដែលគេចង់ទៅអញ្ចឹងបានលោកគ្រូប្រាប់ថាពេលដែលប្អូនរើសក្រុមហ៊ុនដែលចូលធ្វើការប្អូនមើលអីមើលឲ្យខ្ញុំសួរវិញមើលអីមិនមើលប្រាក់ខែទេប្រាក់ខែមិនមែនជារឿងអតិភិបទេតែបងទៅចូលបឹងទៅក្រុមហ៊ុននឹងមួយបងចង់ grow ខ្លួនបងត្រូវមើលអីមើលឲ្យទាំងអស់គ្នាទៅមើលអីមើលគោលនយោបាយរបស់ក្រុមហ៊ុនហ្នឹងហេតុអីបានបងទៅមើលគោលនយោបាយពីព្រោះអ្នកដឹកនាំជាអ្នកកំណត់គោលនយោបាយអញ្ចឹងបានឲ្យបងយល់ថាពេលដែលបងពីរហ្នឹងដូចគ្នាកន្លែងតែ soft skill ទេតែ hard skill ខុសគ្នាអញ្ចឹងពេលដែលបងដើរតួខ្ញុំលើកឧទាហរណ៍ពេលដែលបងដើរតួជាអ្នកដឹកនាំបងត្រូវតែមានភាពជាអ្នកដឹកនាំហើយភាពជាអ្នកដឹកនាំគឺជាដំណើរការនៃការអភិវឌ្ឍខ្លួនបងឲ្យមានឥទ្ធិពលបើន័យថា hard skill ខុសគ្នាតែ soft skill ដូចគ្នាអញ្ចឹងហើយដែលធ្វើឲ្យពេលខ្លះបងច្រឡំថាមិនដឹងមួយណាដឹកនាំមិនដឹងមួយណាគ្រប់គ្រងតែមូលដ្ឋានគ្រឹះរបស់វាដូចខ្ញុំជំរាបជូនអូនអញ្ចឹងអ្នកដឹកនាំប្រើឥទ្ធិពលអញ្ចឹងបើបងអូនសួរខ្ញុំតែចេះឲ្យបីបងអូនសួរស្ដាប់ខ្ញុំចង់ឈរឈ្មោះធ្វើជាអ្នកដឹកនាំបានអត់ចម្លើយខ្ញុំទៅបងអូនតែមួយឯងបងអូនឈរបានឬមិនបានបងអូនសួរខ្លួនឯងទៅបងអូនមានឥទ្ធិពលអត់បើបងអូនមានឥទ្ធិពលបងអូនឈរប្រកាសជាជាប់តែបើបងអូនសួរខ្ញុំវិញខ្ញុំធ្វើជា manager បានអត់ខ្ញុំឆ្លើយទៅបងអូនវិញបងអូនមានសមត្ថភាពក្នុងការចាត់ចែងអត់បើបងអូនមានសមត្ថភាពក្នុងការចាត់ចែងបងអូនឈរទៅជាប់តន់សាមញ្ញអញ្ចឹងបងអូនដូរវានៅពេលដែលបងអូនឈរនៅទីតាំងណា Lehigh HR Solution